ជំរាបសួរហើយក៏សួស្តីទៅដល់បងប្អូនទាំងអស់គ្នានេះគឺជា channel ថ្មីរបស់កម្រងនិទានរឿងចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តស្ដាប់ហើយជួយគាំទ្រផងដោយចុច subscribe ម្នាក់មួយមកដើម្បីឲ្យ admin មានកម្លាំងចិត្តក្នុងការនិយាយរឿងបន្តឲ្យបងប្អូនស្ដាប់ទៀតចឹងរឿងដំបូងរបស់ពួកយើងផងដែរគឺទទួលបានពីបងមេសាបងមេសាគាត់បាននិយាយថាការពីគាត់នៅក្មេងអាយុប្រហែលជា15-16ឆ្នាំគាត់រស់នៅក្នុងភូមិតូចចង្អៀតមួយជាមួយនឹងគ្រួសាររបស់គាត់ហើយអ្នកនៅក្នុងភូមិហ្នឹងគេនិយាយថាមានផ្ទះចាស់2ជាន់មួយខ្នងដែលមានអាយុកាលច្រើនឆ្នាំមកហើយត្រូវបានម្ចាស់គេបោះបង់ចោលនៅឯចុងភូមិចឹងពួកគេបន្តទៀតថាផ្ទះចាស់នោះគឺច្បាស់ជាមានវិញ្ញាណខ្មោចរស់នៅហើយដោយសារតែគេតែងតែឮសំឡេងស្រែកហៅឲ្យឈប់ខណៈពេលដែលពួកគេកំពុងតែធ្វើដំណើរឆ្លងកាត់លើផ្លូវហ្នឹងនាពេលយប់ហើយអ្នកខ្លះទៀតក៏គាត់ថាធ្លាប់បានឮសំឡេងមនុស្សស្រែកខ្លាំងៗដូចជាកំពុងឆ្លោះគ្នាលាន់រំពងពេញក្នុងផ្ទះអ្នកឯទៀតក៏ថាធ្លាប់បានឃើញសមោលមនុស្សដើរទៅដើរមកនៅក្នុងផ្ទះហ្នឹងចឹងមនុស្សម្នានៅក្នុងភូមិក៏ដូចជាបងមេសាផ្ទាល់គឺអត់ហ៊ានជិះកាត់នៅលើផ្លូវម្ដុំផ្ទះចាស់នឹងនាពេលយប់ប្រមាណទេច្រើនតែជិះតាមផ្លូវវាងតែផ្លូវវាងហ្នឹងគឺរៀងពិបាកជិះព្រោះអីយើងដឹងហើយផ្លូវវាងគឺតែងតែតូចហើយពិបាកជិះមានកន្លុកច្រើនហើយរអិលនៅពេលដែលដល់រដូវភ្លៀងធ្លាក់ប៉ុន្តែដោយសារតែអត់ចង់ឲ្យមានអារម្មណ៍ថាខ្លាចឬក៏ភ័យចឹងគឺសុកចិត្តជិះតាមផ្លូវវាងហ្នឹងទៅនៅពេលដែលពួកគាត់មានការបញ្ញាប់ឬក៏មានអាសន្នអីនាពេលយប់អញ្ចឹងណាចឹងរយៈពេលមិនយូរប៉ុន្មានពួកអ្នកភូមិក៏សង្កេតឃើញថាផ្ទះចាស់ហ្នឹងត្រូវបានជួសជុលសារជាថ្មីហើយដាក់ជាផ្ទះសម្រាប់ជួលអ្នកភូមិគិតថាអត់មានពីណាគេក្រៅពីម្ចាស់ផ្ទះរបស់គេហ្នឹងឯងដែលមកជួសជុលផ្ទះសារជាថ្មីឲ្យស្អាតបាតហើយកាប់ឆ្កាស្មៅតែដុសស៊ុបទ្រុបជុំវិញផ្ទះហើយក៏ដាក់ជួលដើម្បីបានចំណូលខ្លះជាជាងទុកផ្ទះនឹងចោលច្រើនឆ្នាំឲ្យចាស់ទ្រុឌទ្រោមកន្លងមកមិនប៉ុន្មានខែគេឃើញថាមាននិស្សិតស្រី2នាក់បកជួលផ្ទះនឹងដើម្បីហ៊ានផងហើយនឹងធ្វើការផងអញ្ចឹងនិស្សិតស្រី2នាក់ហ្នឹងគឺគាត់មានឈ្មោះថាជីតាហើយនិងស្រីវ៉ាន់ពួកគេមានអាយុស្របាលគ្នាហើយក៏ជានិស្សិតមហាវិទ្យាល័យឆ្នាំទី4ដែរម្ចាស់ផ្ទះបានជួលផ្ទះឲ្យពួកគេក្នុងតម្លៃថោកនឹកស្មានមិនដល់ព្រោះផ្ទះនោះក្រោយពីជួសជុលកាយកុនកន្លែងខ្លះលាបពណ៌ថ្នាំថ្មីក៏ឃើញថាថ្មីស្រឡាងតែម្ដងត្បិតតែរៀងតូចបន្តិចប៉ុន្តែបរិវេណដីជុំវិញផ្ទះគឺធំគួរសមបងមេសាគាត់បន្តថានៅក្នុងផ្ទះហ្នឹងគឺមានបន្ទប់គេង3ជាន់ខាងក្រោមគឺមាន1បន្ទប់ជាន់លើមាន2បន្ទប់បន្ទប់ទឹក2ផ្ទះបាយ1និងបន្ទប់ទទួលភ្ញៀវ1ជាតានិងសេវ៉ាន់ពិតជាសប្បាយចិត្តណាស់ដែលបានផ្ទះជួលក្នុងតម្លៃថោកហើយថ្មីស្អាតបែបហ្នឹងពីព្រោះពួកគេក៏អត់មានថវិកាច្រើនក្នុងការចំណាយដែរដោយអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងយើងជានិស្សិតហ៊ានផងធ្វើការផងចំណែកឯការងាររបស់យើងក៏អត់ទាន់ទទួលបានការងារពេញម៉ោងដែរអញ្ចឹងយើងត្រូវធ្វើការងារ part time អញ្ចឹងសម្រាប់ប្រាក់ខែក៏ទទួលបានទៅតាមនឹងអញ្ចឹងយើងបន្តមកដល់សាច់រឿងយើងទៀតចឹងទាំងពីរអ្នកហ្នឹងក៏សម្រាប់ចិត្តជ្រើសរើសបន្ទប់គេងម្នាក់មួយសេវ៉ាន់គាត់ជ្រើសរើសបន្ទប់គេងជាន់ខោមចំណែកឯជីតាគាត់រើសបន្ទប់គេងជាន់លើចឹងក្រោយពីរើអីវ៉ាន់ចូលផ្ទះនឹងរៀបចំទុកដាក់រួចរាល់ម៉ោងក៏ជ្រេហើយដែរដល់ប្រលប់ល្មមពួកគេក៏នាំគ្នាជិះទៅរកអីញ៉ាំក្បែរនឹងព្រោះថាអស់កម្លាំងហត់ខ្លាំងអីមួយថ្ងៃពេញរៀបចំផ្ទះសបែងចឹងពេលមកដល់ផ្ទះវិញគឺពួកគេនាំគ្នាងូតទឹកហើយក៏ចូលគេងរៀងខ្លួនចឹងយប់ដំបូងនោះគឺអត់មានរឿងអីគួរឲ្យគាត់សម្គាល់ទេគ្រាន់តែឮសំឡេងឆ្កែព្រុសខ្លាំងឮសំឡេងរើរុះហាក់បីដូចជាមានសត្វកណ្ដុរនៅក្នុងផ្ទះប៉ុន្តែទាំងអស់ហ្នឹងយើងចាត់ទុកថាជារឿងធម្មតាទៅពីព្រោះអីវាកើតមានសឹងតែគ្រប់ផ្ទះទៅហើយលុះដល់យប់ទី2ក្រោយពីទៅរៀននៅពេលព្រឹកហើយពេលថ្ងៃធ្វើការផងជាតានិងសេវ៉ាន់ក៏អស់កម្លាំងរលីងក៏លងលក់យ៉ាងស្កប់ស្កល់ទៅប៉ុន្តែរឿងហេតុគឺអត់ទាន់ចាប់ត្រឹមប៉ុណ្្នឹងទេប្រហែលម៉ោង2យប់ស្រាប់តែមានសំឡេងគោះទ្វារគោះហើយគោះទៀតតតែភ្ញាក់ជីតានិងស្រីវ៉ាន់ជីតាបានចុះពីជាន់ខាងលើមកហៅស្រីវ៉ាន់ហើយសួរថាមានឮសំឡេងនរណាគោះទ្វារអត់ស្រីវ៉ាន់ឆ្លើយថាឮប៉ុន្តែមិនហ៊ានចេញពីបន្ទប់ទេសំឡេងនោះក៏បន្តឡើងសារជាថ្មីពួកគេភ័យណាស់ឈោអោបគ្នាឡើងញ័រនៅក្នុងបន្ទប់ហើយក៏តាំងចិត្តស្រែកសួរខ្លាំងថានរណាគេគោះទ្វាររកអីទាំងយប់ស្មើនឹងសំឡេងនោះក៏បាត់តែសំឡេងឆ្កែលូក៏ចាប់ផ្ដើមសេវ៉ាន់ខ្លាចខ្លាំងគាត់យំហ៊ូតែម្ដងប៉ុន្តែជាតាជាមនុស្សដែលមានស្មារតីល្អ
គាត់រត់ទៅផ្ទះបាយដើម្បីទៅរោរបស់ការពារខ្លួនដូចជាកបិតដូចជាអីអញ្ចឹងណាប៉ុន្តែដោយសារតែបញ្ញាប់មកហៅអត់ឃើញគឺមានអីទាញនឹងតែម្ដងគាត់បានទាញយងរេបុកគ្រឿងមកហើយគាត់អើតមើលនៅតាមប្អូចតិចតិចថាតើមានមនុស្សឬអត់ចឹងគាត់អើតចុះឡើងមួយសន្ទុះក៏មិនឃើញមាននរណាទេពេលនោះជាតាក៏សម្រាប់ចិត្តគេនៅខាងក្រោមជាមួយនឹងសីវ៉ាន់ទៅគាត់បានគ្នាពីរនាក់អត់សូវខ្លាចថ្ងៃស្អែកយប់ទី3គឺពួកគាត់មានការប្រុងប្រយ័ត្នជាងមុនដោយសារតែយប់ទី2ហ្នឹងគឺជួបរឿងគួយខ្លាចអីចឹងយប់ទី3គាត់អាចធ្វើប្រហែសបានទេពួកគាត់បញ្ញាប់មកពីធ្វើការរៀងពីល្ងាចដែរហើយក៏បិទទ្វារផ្ទះបិទអីចឹងទៅជួយគ្នាធ្វើម្ហូបញ៉ាំបាយមុជទឹកហើយក៏ចូលគេងជាតាគាត់នៅតែបន្តគេងបន្ទប់ខាងក្រោមជាមួយសីវ៉ាន់យប់នោះដដែលនៅម៉ោង2សំឡេងគូទ្វារក៏បន្តលឺឡើងម្ដងទៀតចឹងពួកគេភ្ញាក់ឡើងមើលមុខគ្នាហើយនិយាយថាមិនស្រួលទៀតហើយយើងឮសំឡេងគូទ្វារពីរយប់ជាប់គ្នាហើយមានអ្នកណាគេចង់លេងសើចឬក៏មានចៅចង់ចូលប្លន់ស្រីវ៉ាន់ភ័យឡើងស្លេកមុខពួកគេអត់ហ៊ានចេញពីក្នុងបន្ទប់វិញខណៈដែលសំឡេងបន្តគោះហ្នឹងគឺនៅតែគោះអត់ឈប់តែម្ដងភ្លាមនោះក៏មានសំឡេងមនុស្សប្រុសស្រែកល្វើយថាបើកទ្វារបើកទ្វារបើកទ្វារស្របពេលដែលសំឡេងឆ្កែលូខ្លាំងឡើងឲ្យក្រលួចស្រីវ៉ាន់យំយកតែម្ដងគិតថានេះមិនមែនជាសំឡេងរបស់មនុស្សមកលេងសើចឡើយច្បាស់ជាខ្មោចលងហើយជាតាបានលើកដៃសំពះបែបបន់ដល់វត្ថុស័ក្តិសិទ្ធិក្រោយពីឃើញស្រីវ៉ាន់គាត់ខ្លាចខ្លាំងបែបហ្នឹងហើយគាត់នឹកឃើញដល់គុណឪពុកម្ដាយឲ្យជួយដល់ពួកគាត់ក្នុងគ្រាលំបាកនេះផងព្រោះអីពួកគាត់នឹងគឺអាចធ្វើឲ្យបានក្រៅពីសម្ងំនៅក្នុងបន្ទប់ពួកអត់ហ៊ានចេញក្រៅទេឬក៏ស្រែកហៅអ្នកចិត្តខាងដោយសារតែផ្ទះហ្នឹងគឺមានបរិវេណដីធំអញ្ចឹងទោះជាយើងស្រែកឬក៏ហៅអ្នកណាឲ្យជួយក៏គេអត់ឮដែរមួយសន្ទុះក្រោយមកសំឡេងគូទ្វារក៏ស្ងាត់បាត់ទៅពួកគេព្យាយាមសម្ងំគេងដែរតែគេងអត់លក់សោះលុះដល់ព្រឹកឡើងពួកគេបានដាក់ច្បាប់សាលារៀននឹងកន្លែងធ្វើការមួយថ្ងៃពួកឯងយប់មិញហ្នឹងគឺអត់បានគេងពេញមួយយប់តែម្ដងជាតាគាត់សម្រាប់ចិត្ត call ទៅរកម្ចាស់ផ្ទះហើយនិយាយរៀបរាប់រឿងដែលបានកើតឡើងពីយប់ហ្នឹងប្រាប់ម្ចាស់ផ្ទះហើយក៏សួរនាំច្បាស់ដោយអត់មានលាក់លៀមថាតើនៅក្នុងផ្ទះហ្នឹងពីមុនមកធ្លាប់មានរឿងអកុសលអ្វីកើតឡើងឬក៏មានមនុស្សស្លាប់អត់ស្របពេលនោះម្ចាស់ផ្ទះក៏គាត់ឆ្លើយថាអូផ្ទះនោះគឺអត់មានអីទេអត់ធ្លាប់មានមនុស្សរស់នៅឬក៏រឿងមិនល្អអីកើតឡើងឡើយសំឡេងគូទ្វារនោះប្រហែលជាមនុស្សស្វឹងស្រានៅពេលយប់គេមកគោះច្រឡំផ្ទះទេដឹងចឹងសុំកុំបារម្ភអីជាតាក្រោយពីបញ្ចប់ការសន្ទនាជាមួយម្ចាស់ផ្ទះគាត់ហាក់ដូចជាមានអារម្មណ៍អត់ស្រឡះសោះចឹងនាងអត់ជឿនៅអ្វីដែលម្ចាស់ផ្ទះហ្នឹងគាត់បាននិយាយទេថ្ងៃបន្តិចជាតាក៏គាត់បានបបួលសីវ៉ាន់ហ្នឹងទៅសួរនាំអ្នកនៅក្បែរផ្ទះនោះហើយទៅដល់ហ្នឹងក៏គាត់បានជំរាបសួរម្ចាស់ផ្ទះគេហើយក៏សុំសួរនាំត្រង់តែម្ដងអ៊ីអ្នកចិត្តខាងនោះគាត់រៀងភ្ញាក់បន្តិចដែរហើយគាត់និយាយថារឿងផ្ទះសបាយគេអ៊ីអត់ហ៊ាននិយាយអីច្រើនទេតែបើមីអូនឯងទាំងពីររស់នៅមិនបានសុខសប្បាយក៏រើចេញទៅជាតានិងស្រីវ៉ាន់នៅតែទទូចសួរនាំអត់ឈប់ឈររហូតដល់អ៊ីនោះគាត់និយាយប្រាប់ថាណាហើយចោះអ៊ីក៏មិនដឹងថាផ្ទះនោះធ្លាប់មានរឿងអ្វីកើតឡើងដែរគ្រាន់តែដឹងថាផ្ទះហ្នឹងគឺគេទុកចោលយូរឆ្នាំហើយអត់មានមនុស្សណាមករស់នៅទេហើយអ្នកនៅក្នុងភូមិយើងក៏គេតែងតែឃើញសមោលមនុស្សដើរទៅមកក្នុងផ្ទះឬក៏ឮសំឡេងស្រែកទៅហូរយំសំឡេងស្រែកលន់រំពងនៅពេលយប់អីចឹងទៅហើយទាំងអ្នកភូមិទាំងអ៊ីគឺអត់សូវហ៊ានជិះឆ្លងកាត់ផ្ទះហ្នឹងនៅពេលយប់ទេសូម្បីតែអ៊ីអ្នកនៅក្បែរនឹងផ្ទាល់ក៏អត់ហ៊ានចេញនៅពេលយប់ដែរដោយសារតែអត់ចង់ឃើញឬក៏អត់ចង់ដឹងឮរឿងអីទាំងអស់អញ្ចឹងឮដូចនេះពួកគេទាំងពីរក៏តបទៅអ៊ីអ្នកចិត្តខាងនោះថាអរគុណច្រើនហើយអ៊ីដែលនិយាយប្រាប់រឿងតាមត្រង់ឲ្យពួកខ្ញុំបានដឹងព្រោះខ្ញុំក៏អត់ដឹងថាផ្ទះហ្នឹងត្រូវបានម្ចាស់ផ្ទះគេទុកចោលយូរឆ្នាំដែរហើយទើបតែមានពួកខ្ញុំឯងជាមនុស្សដំបូងដែលមកជួលផ្ទះហ្នឹងនៅសីម៉ាន់គាត់បន្តថាប្រហែលជាយើងត្រូវរើចេញអីដោយសារតែអត់ចង់ជួបរឿងហេតុអាក្រក់ជាងនេះទៀតទេនិយាយហើយពួកគេទាំងពីរក៏ជម្រាបលាអ៊ីអ្នកចិត្តខាងត្រឡប់ទៅវិញពួកគេបានជួយគ្នារៀបចំអីវ៉ាន់របស់របរត្រឡប់ទៅស្រុកវិញហើយសម័យរឿងផ្ទះគឺចាំគិតគូររកផ្ទះជួលថ្មីទៅអញ្ចឹងកំឡុងពេលដែលរៀបចំរបស់របរហ្នឹងគឺជាតាក៏គាត់បានខលទៅប្រាប់ម្ចាស់ផ្ទះម្ដងទៀតពីដំណឹងដែលថាពួកគាត់នឹងមិនអាចបន្តនៅផ្ទះនឹងបានទៀតទេហើយគាត់លើកហេតុផលមួយថាអ្នកផ្ទះរបស់គាត់នឹងគឺបានខលហៅពួកគាត់ឲ្យត្រឡប់ទៅស្រុកវិញអញ្ចឹងគាត់ត្រូវទៅវិញសិនចំណែកឯលុយថ្លៃជួលផ្ទះហ្នឹងក៏គាត់អត់យកដែរហើយគាត់បានបញ្ជាក់បន្ថែមទៀតថា
គាត់ក៏អត់អាចវិលត្រឡប់មកនៅនឹងទៀតបានដែរអញ្ចឹងគឺគាត់ហើចេញទៅហើយអញ្ចឹងក្រោយពីដាក់ទូរស័ព្ទចុះពួកគេក៏បញ្ញាបញ្ញាលចេញពីផ្ទះហ្នឹងទៅរកឡានតាក់ស៊ីហើយជិះទៅស្រុកវិញទាំងល្ងាចហ្នឹងតែម្ដងអញ្ចឹងរឿងរបស់ពួកយើងគឺសន្មតថាចប់ត្រឹមប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់